សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោកជំទាវ ផែនថងថានស៊ីណាវ៉ាន់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2025លោកជំទាវនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញមានជំនួបទ្វេភាគីដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាពក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនិងពង្រីកបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកនៅចុងបញ្ចប់នៃជំនួបថ្នាក់ដឹកនាំទាំងពីរអញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗមួយចំនួនផងដែរយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថាតបតាមការអញ្ជើញរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវ ផែនថងថានស៊ីណាវ៉ាន់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនិងស្វាមីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី23ដល់ថ្ងៃទី24ខែមេសាទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួបទី75នៃទំនាក់ទំនងការទូតដែលនឹងពង្រឹងបន្ថែមទៀតនៅចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរសូមរំលឹកថានៅក្នុងខែមករាដើមឆ្នាំ2025ទំហំពាណិជ្ជកម្មកម្ពុជាថៃសម្រេចបានទឹកប្រាក់ជាង$370 លានអាមេរិកកើនឡើងជាង 8% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរបដិញ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានចំនួន$15,000 លាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខយោងតាមអគ្គនាយកដ្ឋានគយនឹងរដ្ឋការកម្ពុជាបង្ហាញថានៅក្នុងឆ្នាំ2024ពាណិជ្ជកម្មទ្វេភាគីកម្ពុជាថៃសម្រេចបានជាង$4.28 លានកើនឡើង 15.5% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត$845 លានចំណែកថៃនាំចូលមកវិញ$3.44 លានកើនឡើង 18.9%